ជំរាបសួរបងប្អូនតោះចឹងយើងមកអាប់ដេតទៅលើដំណើរទីផ្សារមាសសម្រាប់ការជួញដូរនៅថ្ងៃទី26ខែ6ឆ្នាំ2025ទីផ្សារមាសបច្ចុប្បន្នកំពុងតែស្ថិតនៅក្នុងតម្លៃ 0.330 ជាង 35 ចឹងយើងឃើញដំណើរទីផ្សារមាសគឺបានដើរ sideways រយៈពេល2ថ្ងៃបូកនឹងម្សិលមិញនឹងថ្ងៃនេះផងដែរដោយមិនទាន់ឡើងឬក៏ចុះទៅណាច្រើនទេប៉ុន្តែបើយើងសរុបជារួមដំណើរទីផ្សារដែលបានចូលពីតំបន់លើគឺ 0.390 ជាងលោតមកដល់ 0.295 ចឹងយើងឃើញតំបន់ឡូរបស់វាដែលបានចុះមួយជើងមកគឺជ្រៅច្រើនឆ្ងាយគួរសមដែរហើយបន្ទាប់ពីបានចុះហើយគឺឥឡូវនេះគឺកំពុងតែដើរ sideways ដល់មិនទាន់មូលឡើងឬក៏ down ចុះទៅក្រោមច្រើនទេបើយើងមើលទៅលើកម្លាំងទីផ្សារដែលបានចុះពីតំបន់ 0.390 ជាងលោតមកដល់ 0.290 ជាងនេះគឺដំណើរក៏ដូចជាកម្លាំងទីផ្សារគឺវាអាចនឹងបង្ហាញអំពីកម្លាំងធ្វើ break down ចុះទៅក្រោមជ្រៅទៀតដោយឡែកកាលពីម្សិលមិញបូករួមមួយថ្ងៃនេះគឺវាអត់តន់ចុះទៅក្រោមទេហើយក៏មិនតន់ឡើងដែរគឺនៅទើកើតតំបន់ 0.330 ជាងនឹងឯងប៉ុន្តែយើងឃើញនៅក្នុងថ្ងៃនេះទំនោរក៏ដូចជាដំណើរទីផ្សារនេះវាអាចនៅក្នុងការអង្គដេញឡើងមកលើបែបនេះអញ្ចឹងយ៉ាងណាក្តីចំណុចទី1បើសិនជាវាចុះគឺវាអាចចុះមកដល់តំបន់បាតទី1នេះហើយបាតទី2ឬក៏បាតទី3អញ្ចឹងវាអាចនឹងបំពេញ trend នៅក្នុង support trend មួយនេះអាចចុះមកត្រឹមកាល 0.310 ឬក៏ 1520 អីហ្នឹងជាចំណុចទីផ្សារមួយដែលអាចនៅក្នុងការប៉ះឡងនិងកើឡើងមកលើផងដែរតើការឡើងវាអាចឡើងទៅដល់ណាជាមធ្យមគឺវាអាចលោតដាច់ពីតម្លៃ 0.3340 ហ្នឹងធ្លាយទៅដល់ 0.350 ជា0មួយដែលទីផ្សារអាចនឹងមកដល់គឺជាកម្ពស់មួយដែលអាចទៅដល់ហ្នឹងគឺតំបន់78តែម្ដងបងប្អូនប៉ុន្តែជម្រៅដែលអាចទៅដល់ដូចគ្នាផងដែរពីព្រោះមុននឹងឡើងគឺវាអាចនឹងទម្លាក់ខ្លួនចុះផ្លាស់តិចតួចសិនអញ្ចឹង 0.310 20 ឬក៏ 3.300 គឺជាចំណុចទីផ្សារដែលយើងទិញដេញឡើងជាតំបន់មួយដែលយើងរងចាំបើសិនជាចុះមកដល់តំបន់ហ្នឹងគឺបងប្អូនអាចទិញដេញឡើងបានតំបន់ដែលគាត់សម្គាល់មួយទៀតគឺ 0.3295 ដែលជាបាតចាស់វាផងដែរដែលទីផ្សារបានបន្សល់ទុកកាលពីម្សិលមិញមួយអញ្ចឹងយើងឃើញហើយបើសិនជាវាមកធ្លាយជ្រៅពីតម្លៃ 0.3310 នោះគឺវាអាចចុះជ្រៅបន្ថែមទៀតហ្នឹងគឺត្រឹមតែ 0.3295 ទេគឺជាជម្រៅចុងក្រោយហើយដោយសារបច្ចុប្បន្ននេះយើងមើលឃើញហើយគឺក្បែរ40ទៅ50លេខទើបអាចទៅដល់កម្រិតហ្នឹងដូចគ្នាផងដែរអញ្ចឹងយ៉ាងណាក្តីចុះមកគឺបងប្អូនអាចព្យាយាមទិញឲ្យល្អច្រើនក៏ល្អដែរដោយសារតែតាមការវិភាគនិងការព្យាករណ៍វិញយើងឃើញថាវាអាចទៅចុះមកត្រឹមកម្រិតទី1ទី2ទី3អីហ្នឹងអស់ខ្យល់ហើយវានឹងហោះឡើងមកលើហើយ profit take តំបន់ដែលយើងអាចយកបានគឺ 0.5 68នឹងវិញអាហ្នឹងបងប្អូនអាចចាំមើលបានថាតើវានឹងអាចឡើងមកដល់ 0.78 នឹងអត់អញ្ចឹងណាបើយើងចូលមកមើលទៅលើលំហូរ structure 4ម៉ោងវិញយើងឃើញដំណើរទីផ្សារបានបង្កើតទៅជាលំហូរ down ឆ្អែតឆ្អន់ដែរហើយពីតំបន់ 0.3440 ចុះមកគូសំហើយជើងចុងក្រោយដែលវាបានចុះមកគឺ 0.390 ជាងដែលលោតមកដល់ 0.290 ជាងអញ្ចឹងយើងឃើញមានកលៈរបស់វាណាបន្ទាប់ពីវាបានចុះមកមួយជើងមកគឺជ្រៅហើយអញ្ចឹងបើយើងមើលទៅលើដំណាក់កាលចុងក្រោយនៅតំបន់នេះវិញមានន័យថាទីផ្សារវាអាចនឹងមានភាគរយនៅក្នុងការ down ចុះមកដល់តំបន់ low ខាងក្រោមវិញនេះជាតំបន់បាតចាស់របស់វាគឺ 0.295 តែយ៉ាងណាក្តីគីឡូថាវាអាចនឹងមិនមកជ្រៅទេវាអាចមកកើត្រឹម 0.310 1520 នឹងឯងអាហ្នឹងគឺជា0មួយដែរដែលទីផ្សារវាក៏អាចកើត្រឹមតម្លៃហ្នឹងហើយបាញ់ហោះឡើងមកលើបែបនេះតែម្ដងប៉ុន្តែយើងមើល structure នៅក្នុង4ម៉ោងមួយនេះគឺទំនោរថាវាអាច break down ពីតម្លៃ 0.295 ចូលទៅក្រោមទៀតអត់បងប្អូនអាចចាំមើលបានវាក៏អាចដូចគ្នាដែរបើសិនជាបុកធ្លាយតម្លៃ 0.295 នេះអាហ្នឹងគឺវាអាចនឹងចុះមកក្រោមជ្រៅទៀតចឹងទៅតែបើសិនជាបុកអត់ធ្លាយទេចលនាត្រូវតែឡើងអាហ្នឹងភាគរយដែល break high គឺមានច្រើនដូចគ្នាមានថាវាអាចដាច់ពីតម្លៃ 0.340 នេះធ្លាយលោតទៅដល់ 0.68 ហើយ78ចុះទៅដល់តម្លៃ78ហើយអត្រាខ្ពស់មែនទែនដែលទីផ្សារហោះឡើងទៅលើទៀតហ្នឹងគឺរត់ទៅដល់តម្លៃ 0.3400 ឬក៏ 3.450 វិញអាហ្នឹងគឺជាកម្លាំងធំតែបើតាមការព្យាករណ៍និងការវិភាគរបស់ខ្ញុំថាតើតម្លៃទីផ្សារក៏ដូចជាដំណើរទីផ្សារវាអាចនឹងបុកតោនធ្លាយ 3295 នឹងអត់ភាគរយវាអាចចុះទៅធ្លាយក្រោមហ្នឹងវាមានតិចទេវាមានត្រឹមតែ 20 ទៅ 30% ទេតែអាកាសដែលអាចបុកធ្លាយដាច់ពីតំបន់ 0.340 លោតមក89ឬក៏ 3.400 វិញគឺមានច្រើនអញ្ចឹងមានន័យថាការវិភាគជារួមមានន័យថាតំបន់ low ខាងក្រោមនេះគឺជាចលនាមួយដែលទីផ្សារវាអាចនឹងដើរជុំ sideways តិចតួចហើយហោះឡើងមកលើបែបនេះតែម្ដងអញ្ចឹងបើសិនជាបងប្អូនវិភាគនឹងឃើញកម្លាំងដំណើរទីផ្សារអាចឡើងបែបនេះដូចគ្នាអាចរកឱកាសទិញទៅតាមលំហបែបហ្នឹងបានជាងយើងមកអាប់ដេតទៅលើតម្លៃដែលយើងអាចធ្វើការជួញដូរបាននៅក្នុងថ្ងៃនេះតំបន់ទី1យើងអាចរងចាំទិញនៅ 0.325 តំបន់ទី2គឺ 0.314 តំបន់ទី3គឺ 0.304 និងតំបន់ដែលយើងអាចលក់វិញបានគឺ 0.354
តំបន់ទី2គឺ03366និងតំបន់ទី3គឺ03381យ៉ាងណាក្តីយើងមើលទៅលើលំហូរ structure ទូចមួយនេះកម្លាំងផ្សារវាអាចនឹងចុះមកឈឹកហើយក៏ដេញឡើងលើបែបនេះវិញមានន័យថាវាចុះជាកម្រិតមធ្យមទូចយកកម្លាំងដើម្បីដេញឡើងអញ្ចឹងបងប្អូនអាចព្យាយាមថ្ងៃនេះគឺរកឱកាសទិញនិងរងចាំទិញនៅតំបន់low នៅពេលដែលទីផ្សារចុះមកដល់តំបន់ស្រួលយើងអាចទិញបានអញ្ចឹងតែនេះគឺជាការអាប់ដេតតម្លៃខាងចេញមាសសម្រាប់ការជួញដូរនៅថ្ងៃទី26សម្រាប់ការអាប់ដេតទៅក្នុងវីដេអូនេះគឺមានតែប៉ុណ្្នឹងទេអញ្ចឹងយើងនឹងចាំជួបគ្នានៅការពិភាក្សានៅវីដេអូក្រោយទៀត